បាទសួស្តីបងទាំងអស់គ្នាបាទសួស្តីបាទថ្ងៃនេះមានអីវ៉ាន់ល្អមួយទៀតហើយបាទមានមួយទៀតហើយបាទដាក់លក់ម៉ាស៊ីនច្រូតបាទ 105X ស៊េរីឆ្នាំ2022បងប្អូនណាបាទគឺដាក់លក់ប្រញាប់លុយបាទនឹងបើសិនជាបងប្អូនមានតម្រូវការអីបាទគឺអាចតាក់ទងមកបានបាទតោះឥឡូវគឺយើងមកមើលពីផ្នែកកង់រឡូមើលបាទចំណែកកង់រឡូបាទគឺកង់រឡូរបស់វាស៊ីនមួយជុំបាទស៊ីនមួយជុំហើយមួយទៀតទៅលើផ្នែកកង់កស៊ូបាទកង់កស៊ូគឺកង់ស្អាតបងប្អូនណាបាទកង់ស្អាតបាទយើងយកទៅប្រើប្រាស់បានប៉ុណ្ណេះបងប្អូនបាទតើឥឡូវអ្នកទាំងអស់គ្នាយើងមកទស្សនាបាទផ្នែកខាងមុខវិញណាបាទនេះបាទចំណែកបាទផ្នែកខាងមុខគឺវាមានទ្រង់ទ្រាយសោភ័ណភាពស្អាតបែបនេះបងប្អូនណាបាទទៅលើខោងនេះស្អាតបងប្អូនណាបាទខោងស្វានអីនៅស្អាតទាំងអស់បាទនេះនិយាយទៅមកតួផ្នែកខាងមុខស្អាតបងប្អូនណាគឺនៅហាប់នៅស្អាតទាំងអស់បាទគឺអត់មានសើមានបញ្ហាទេបាទគឺស្អាតមែនតើបាទចំណែកកន្ត្រៃគឺកន្ត្រៃនៅស្អាតទាំងអស់បងប្អូនណាថ្មិញយើងនៅច្រូតបានទាំងអស់បាទនេះចំណែកខាងមុខគឺស្អាតប៉ុណ្ណេះបងប្អូនណាបាទបាទហើយសូមជម្រាបផងដែរបាទចំណែកម៉ាស៊ីនច្រូតបាទមួយគ្រឿងនេះបាទគឺបាទទឹកថ្នាំរបស់វានៅស៊ីនមួយជុំបងប្អូនណាបាទគឺនៅស៊ីនស្អាតអត់មានតាន់បាទដោះធ្វើអីទេបាទទឹកថ្នាំគឺនៅស៊ីនស្អាតបាទម្ចាស់ប្រើថែបងប្អូនណាបាទម្ចាស់ប្រើថែបាទឥឡូវគឺយើងចូលមកដល់បាទផ្ទៃចំហៀងកង់មកខាងទៀតហើយបងប្អូនណាបាទដូចតែខ្ញុំបានបញ្ជាក់ជូនអញ្ចឹងបាទគឺនៅសំណុំស៊ីនស្អាតទាំងអស់បងប្អូនអើយបាទទាំងកង់កៅស៊ូទាំងបាទកង់រឡូគឺនៅស្អាតទាំងអស់នៅហាប់បាទធានាជូនបាទស្អាតមួយកំ pl បាទហើយមួយទៀតទៅលើផ្នែកបាទបងបគឺនៅស្អាតទាំងអស់បងប្អូនណាបាទគឺអត់មានអីបញ្ជាក់ច្រើននេះទីទេបាទពីព្រោះអីម៉ាស៊ីនច្រូតគឺ022បាទដូច្នេះគឺនៅស្អាតណាស់បងប្អូនអើយបាទគឺនៅស្អាតទាំងអស់ហើយបាទតើឥឡូវអ្នកទាំងអស់គ្នាយើងមកមើលពីបាទផ្ទៃខាងក្រោយបាទខាងក្រោយគឺនៅស្អាតបាទនៅស្អាតទាំងអស់បាទចំណែកទឹកថ្នាំអាវជុំវិញគឺនៅស្អាតទាំងអស់អត់មានតាន់មានប៉ះមានអីវីកបាក់បែកខូចទេបងប្អូនណាបាទទឹកថ្នាំអាវគឺជុំវិញគឺនៅស្រស់ស្អាតទាំងអស់បាទនេះបងប្អូនឥឡូវគឺយើងមកមើលពីផ្ទៃខាងក្រោមផ្នែកជើងក្រោមវិញបាទនេះចំណែកបាទជើងក្រោមនៃម៉ាស៊ីនច្រូតយើងបងប្អូនណាបាទគឺជើងក្រោមគឺនៅស្អាតបងប្អូនណាស្អាតមែនតើបាទទឹកថ្នាំគឺនៅខ្មៅក្រឹបស្អាតណាស់បងប្អូនអើយបាទអត់ទាន់មានច្រេះមានអីទេបាទគឺស្អាតទាំងអស់បងប្អូនបាទជើងក្រោមណាបាទបើសិនជាពុកម៉ែបងប្អូនបាទមានតម្រូវការចង់បានម៉ាស៊ីនច្រូតបាទ022បាទចង់បាននៅស្អាតហើយតម្លៃទាបសមរម្យបាទពុកម៉ែបងប្អូនអាចតាក់ទងមកបានណាបាទចំណែកលេខទូរស័ព្ទខ្ញុំនឹងដាក់នៅក្នុងបាទវីដេអូនេះផ្ទាល់ផងដែរបាទចំណែកខ្ញុំគឺមានការចែករំលែកផ្ដល់ជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះបាទសង្ឃឹមថាបាទវីដេអូក្រោយទៀតយើងនឹងបានជួបគ្នាម្ដងទៀតបាទចំណែកខ្ញុំគឺមានការចែករំលែកបាទជូនទៅកាន់ពុកម៉ែបងប្អូនតែប៉ុណ្ណេះបាទហើយក៏សូមអរគុណច្រើនបាទសូមជម្រាបលា